សួស្តីអ្នកនរគ្នានេះយើងមកសិក្សាពី if if a និង if a if ដែលគេហៅថាលក្ខខណ្ឌណា condition ហ្នឹងអញ្ចឹងខ្ញុំនឹងបញ្យល់មួយចំពោះ if នេះវិញគឺយើងត្រួតពិនិត្យទៅលើលក្ខខណ្ឌដែលពិតកាលណាពិតទៅគឺវាចេញសារមកហើយចំពោះ if a គឺវាមាន2ដែលវាត្រួតពិនិត្យទៅលក្ខខណ្ឌដែលមិនពិតនិងលក្ខខណ្ឌពិតហ្នឹងឯង if ពិតដល់ពី a វាបញ្ចេញនៅលក្ខខណ្ឌមិនពិតហើយចំពោះ if a នេះវិញ if a if ហ្នឹងគឺយើងត្រួតពិនិត្យទៅលើច្រើនលក្ខខណ្ឌអ្នកគ្នាចាំមើលខ្ញុំនឹងធ្វើអ្នកគ្នាមើលឥឡូវចូលឧទាហរណ៍ជាក់ស្ដែងចុះខ្ញុំប្រកាសអញ្ញាតមួយតែ a ខ្ញុំឲ្យវាស្មើ10ជាតម្លៃ integer ណាហើយខ្ញុំដាក់លក្ខខណ្ឌវាខ្ញុំឲ្យ a កន្លែងនេះគឺតូចជាង4ហើយធំជាង4អ្នកគ្នាអញ្ចឹង a យើងស្មើ10ហើយ a យើងធំជាង4ពិតអត់អញ្ចឹងពិតអញ្ចឹងខ្ញុំបញ្ចេញសារមួយដែលមានថា1ចុះអ្នកគ្នា save 1មកហើយយើងកាត់ចូលបន្ទាត់អញ្ចឹងអ្នកគ្នា a យើងស្មើ10ហើយ a យើងធំជាង4អត់អញ្ចឹងបើវាធំវាពិតហើយអញ្ចឹងវានឹងបញ្ចេញសារមកថា1អញ្ចឹងយើងក៏បានមើលវាចេញ1មែនអត់អញ្ចឹងវាចេញ1ហើយអញ្ចឹងចាំមើលខ្ញុំដាក់ a តូចជាង4វិញម្ដង10តូចជាង4ពិតអត់វាអត់ពិតទេមែនអត់ពេលនេះយើងអត់មានឃើញអីទេដោយសារតែលក្ខខណ្ឌវាអត់ពិតទេឥឡូវយើងមកសិក្សាពី if a វិញម្ដងណាប៉ុន្តែឥឡូវនេះយើងសេ a មកណាដោយសារតែយើង if នៅខាងលើហើយកន្លែងនេះខ្ញុំចង់បង្ហាញសារមួយដែលបង្ហាញពាក្យថា to អញ្ចឹងទៅហើយយើងធ្វើការ run មើលអញ្ចឹងចម្លើយរបស់យើងគឺចេញ to ដោយសារតែ a របស់យើងគឺអត់ពិតទេ if ខាងលើគឺអត់ពិតអញ្ចឹងវាចេញនៅលក្ខខណ្ឌដែលមិនពិតហើយចំណុចបន្ទាប់យើងសិក្សាពី if if ដែលកន្លែងហ្នឹងយើងមានន័យថាយើងអាចធ្វើទៅលើលក្ខខណ្ឌបានច្រើនហ្នឹងមែនតើមិនតែលក្ខខណ្ឌ2ណាហើយឥឡូវខ្ញុំសារឧទាហរណ៍អ្នកគ្នាមើល if មកទំនោររបស់វាហើយយើងដាក់ condition វាមកខ្ញុំឲ្យវាធំជាង4ចឹងទៅហើយខ្ញុំធ្វើការបង្ហាញសារមួយដែលពាក្យថា 3 ចឹងទៅហើយខ្ញុំចង់បញ្ជាក់ដែរថាចំពោះ if ហ្នឹងគឺសិតតែត្រួតនៅលក្ខខណ្ឌដែលពិតអ្នកគ្នាបើសិនជាអត់ពិតគឺវានឹងចេញទៅលើ a បាត់ហើយអញ្ចឹងខ្ញុំមើលលក្ខខណ្ឌរបស់យើងគឺហើយ a ធំជាង4ពិតអត់អញ្ចឹងពិតវាប្រកាសជាចេញស្រីឯមែនអត់ដោយសារតែវាពិតហើយ a តូចជាង4ខាងលើវាអត់ចេញ1ទេហើយកន្លែងនេះយើងអត់ទាន់ដាក់ l ទេចាំមើល l យើងដាក់នៅខាងក្រោមអ្នកគ្នាចុច run មកចម្លើយរបស់យើងគឺចេញស្រីអ្នកគ្នាដោយសារតែ a ធំជាង4អញ្ចឹងចំណុចបន្ទាប់គឺខ្ញុំចង់បង្ហាញពី if ហ្នឹងគឺវាមានច្រើនលក្ខខណ្ឌទៅអត់អញ្ចឹងយើង copy ដាក់2ដងមកចំពោះ a ធំជាង4នេះខ្ញុំដូរដាក់ a ធំជាង9ម្ដងដើម្បីឲ្យ a ធំជាង9មិនអត់ពិតទៅដែរហ្នឹងអញ្ចឹងអ្នកគ្នាទាយមើលវាពិតទាំងពីរដែរ a ធំជាង4ក៏ពិត a ធំជាង9ក៏ពិតដែរតើចម្លើយរបស់វាចេញអីគេចាំមើលអ្នកគ្នាចម្លើយរបស់យើងគឺចេញ3ដដែលដោយសារតែម៉េចអ្នកគ្នាយើងដឹងថាកូដវាដំណើរការពីលើចុះក្រោមអញ្ចឹងវាមើលពីលើមកថាពីលើហ្នឹងមានអីដែលពិតខ្លះយើងឃើញថា a ធំជាង4ពិតអញ្ចឹងវាប្រកាសជាចេញអាពិតមុនទៅអត់ទោះបី a ធំជាង9ពិតក៏វាអត់ទាន់ចេញដែរដោយសារតែវាដំណើរការពីលើចុះក្រោមអញ្ចឹងវាចេញ3មុនហើយ for វាអត់ចេញទេហើយចុងក្រោយអ្នកគ្នាសេ a មកណា a ហើយយើងបញ្ចេញសារមួយទៀតមកដែលក្នុងនេះខ្ញុំសេថា not វានៅពេលដែលលក្ខខណ្ឌខាងលើមិនពិតទាំងអស់គឺវាចេញអានឹងឯងសរុបមកវិញអ្នកគ្នាមើលឃើញទេមួយណាជា if មួយណាជា if a និងមួយណាជា if a if ហើយដែល if មានលក្ខខណ្ឌ a ធំជាង200ហ្នឹងវាជាលក្ខខណ្ឌ if ហើយខ្ញុំបញ្ចេញសារជា1ហើយមួយទៀតគឺ if a ហ្នឹងអញ្ចឹងអ្នកគ្នាខ្ញុំលុប a ប្រឡោះកណានឹងចេញទៅអ្នកគ្នានឹងឃើញ if a ហើយ a ហ្នឹងបញ្ចេញនៅលក្ខខណ្ឌដែលមិនពិតអញ្ចឹងខ្ញុំបកមកវិញចំពោះ if a if ហ្នឹងគឺអាកណាទាំងអស់ហ្នឹងហើយគេហៅថា if a if ដែលវាមានលក្ខខណ្ឌច្រើនអ្នកគ្នាវាលើសពី2ទៀតតែខ្ញុំធ្វើតែ2ទេកន្លែងនេះខ្ញុំដាក់លក្ខខណ្ឌខាងលើគឺមិនពិតទាំងអស់អញ្ចឹងដាក់300ទាំងអស់មកគឺវាអត់ពិតទេបើសិនជាមិនពិតអ្នកគ្នាវាក៏ចេញ not ហើយមែនអត់យើង run មកឆ្លើយរបស់យើងគឺចេញ not ហ្នឹងឯងហើយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាសង្ឃឹមថាអ្នកគ្នាយកហើយខ្ញុំនឹងមានលំហាត់តាក់ទងនឹង if a នឹងទៀតអញ្ចឹងគឺវីដេអូរបស់យើងគឺចប់ហើយអរគុណអ្នកគ្នាដែលបានទស្សនាវីដេអូនេះដល់ចប់ចាំមើលជួបគ្នានៅវីដេអូក្រោយទៀត